របៀបបើបើសិនចាក់បាញ់សំចៃណាវាជួយដែរតែលេបសិនអត់ថ្មយើងធ្វើមកព្យាយាមដាក់ថ្មវាទៅបើសិនយើងអត់ប្រើក្នុងករណីយើងអត់ដែរសើប្រើសិនចាក់យើងប្រើហើយធម្មតាទាំងអស់យើងដាក់ថ្មហើយតែពេលយើងបើកមកយើងចុចប៊ូតុងបើកណាអានេះប៊ូតុងបើកកន្លែងនេះកន្លែងសេរី swing នេះ swing កន្លែងនេះហ្នឹងមានន័យថាយើងកំណត់ឲ្យវាត្រជាក់ទៅលើត្រជាក់ទៅក្រោមអញ្ចឹងណាហើយអានេះយើងដាក់អញ្ចឹងទៅមានតែខ្យល់វាចេញមកគ្រប់ចន្លោះទាំងអស់នេះសញ្ញាហ្នឹងណាហើយនេះយើងចុច room temperature មាននៅក្នុងសីតុណ្ហភាពក្នុងបន្ទប់យើង30អង្សាតែជាទូទៅនៅពេលដែលយើងចូលមកក្នុងបន្ទប់ចង់ឲ្យលឿនយើងប្រើប៊ូតុងនេះយើងប្រើប៊ូតុងចិត្ត mode ហ្នឹងមានន័យថា30នាទីនោះគឺវាដើរម៉ាស៊ីនវាដើរលឿនខ្លាំងធ្វើឲ្យបន្ទប់យើងហ្នឹងឆាប់ត្រជាក់ហើយវាស៊ីភ្លើងទៅតាមហ្នឹងតែអីធម្មតាពេលបន្ទប់យើងឆាប់ត្រជាក់ម៉ាស៊ីនយើងអត់សូវប្រឹងវាល្អដែរវាឆាប់ត្រជាក់ពេលដែល30នាទីមកវានឹងលោតមកសីតុណ្ហភាពធម្មតាដែលយើងដាក់ពេលលោតមកសីតុណ្ហភាពធម្មតាដែលយើងដាក់យើងគិតថាបន្ទប់យើងត្រជាក់ណាសីតុណ្ហភាពដែលយើងល្អសម្រាប់ប្រើកុំឲ្យសូវអស់ភ្លើងពី20អង្សាទៅ24អង្សាដែលយើងប្រើចន្លោះហ្នឹងណាតែក្រោម20វាស៊ីភ្លើងហើយទៅជាទូទៅខ្ញុំយកចិត្តប្រើ22ឬក៏20អញ្ចឹងយើងចុចកន្លែងនេះ energy ហ្នឹងមានន័យថាវាជួយសំចៃមានមុខងារសំចៃលេខ80នេះមានន័យថាវាសមាន 80% លេខ60សមាន 60% ទៅពេលលេខ40នេះសមាន 40% អញ្ចឹងនៅពេលដែលយើងកំណត់22នេះហើយយើងចុចខ្ញុំចុចប្រើ80វាអាចជួយបានដែរព្រមសិនតិច1ម៉ោងវាស៊ី1គីឡូម្សេះបើម្សេះកន្លះវាស៊ី1គីឡូជាងហើយអានេះយើងសេរី swing អញ្ចឹងទៅជាទូទៅសាច់យើងចង់ដាក់បាយទៅណាណាហើយអានេះ fan speed បើសិនជាអត់ចាំបាច់យើងអត់សូវចិត្តខ្យល់អានឹងវាធ្វើឲ្យម៉ាស៊ីនយើងដើរដែរម៉ាស៊ីនយើងដើរនេះពេលវាដើរខ្លាំងភ្លើងក៏ស៊ីខ្លាំងដែរខ្ញុំរៀបមកនៅប្រើពាក្យកណ្ដាលបើប្រើទាំងអស់នឹងក៏តាមចិត្តទៅណាបាទនេះអូតូវាទៅតាមបន្ទប់យើងត្រជាក់ឬក៏មិនអានឹងវាអូតូហ្នឹងវាប៉ុន្តែជាទូទៅខ្ញុំប្រើ3ឬក៏4អាហ្នឹងម៉ាស៊ីនយើងដើរអត់សូវខ្លាំងវាត្រជាក់មកល្មមហើយវាអត់សូវស៊ីភ្លើងទេសូម្បីតែយើងប្រើ swing នេះដូចគ្នា swing នេះវាមានពេលយើងចុចទៅចេញអាសញ្ញាចេះអាសញ្ញាច្រើននេះមានតែអូតូអានេះក៏វាអូតូដែរអានេះអូតូវាបក់ទៅបក់ឡើងលើបក់ចុះក្រោមមានអត់អាហ្នឹងម៉ាស៊ីនវាដំណើរការម៉ូទ័រវាដំណើរការវាស៊ីភ្លើងតែបើយើងអត់ចាំបាច់យើងប្រើកំណត់ទៅយើងចូលចិត្តដាក់មកក្រោមដាក់ទៅលើដាក់ពាក់កណ្ដាលយើងកំណត់វាហ្នឹងណាចុចហ្នឹងណានិយាយទៅ option ផ្សេងអត់ចាំបាច់ពាក់ព័ន្ធនឹង timer អីយើងអត់ចេះយើងបាច់សិតយកជាប់នឹងពាក់ព័ន្ធនឹងគេបិទបើកពេលយប់បើយើងចេះហើយគឺយើងប្រើទៅណាតែបើអត់ចេះទេបើជាប់ដោះចេញផងនេះមានពាក្យ cancel អញ្ចឹងណានេះមាន option លាងរបស់គេអាហ្នឹងយើងចុចប៊ូតុងធម្មតានេះអានេះខ្យល់ល្អអានេះយ៉ាវាគឺប៉ះមុខយើងទៅវាអត់សូវធ្វើយើងផ្ដាសាយអីចឹងណាតែយូរទៅខ្ញុំប្រើនេះសញ្ញានេះពេលចុច load មកត្រឹកខ្ញុំចុចកំណត់ទៅខ្ញុំចុច set តែហ្នឹងបើយើងគិតថាវានេះមិនបាច់ប្រើក៏បានពេលចុចទៅចុចជាប់ទៅវាចេញចឹងសញ្ញាហ្នឹងមានន័យថាវាលាងម៉ាស៊ីនអូតូដែលស្វ័យប្រវត្តិជួយលាងយើងដែរវាជួយយើងបានមកកម្រិតទៀតចឹងណាទីទៅមុខងារវាមានប៉ុណ្ណឹងឯងពាក់ព័ន្ធនឹងប្រាប់ហ្នឹងពាក់ព័ន្ធនឹងការសំចៃចឹងយើងចុចទៅ80-60% 22អង្សាហ្នឹងជាទូទៅខ្ញុំតែងប្រើណាហើយភ្លើងម៉ាស៊ីនមួយចាក់ម្សេះស៊ី1គីឡូក្នុង1ម៉ោងបើសិនជាវាត្រជាក់វាអាច9ខាំអញ្ចឹងទៅតែបើម្សេះកន្លះវាអាចលើសពី1គីឡូក្នុង1ម៉ោងណាវិញទៀតម៉ាស៊ីនត្រជាក់ហ្នឹងពេលយើងចុចបិទណាពេលខ្លះចុចម្ដងអត់បិទទេចុច2ដងទៅពេលយើងចុចបិទយើងមើលទៅម៉ាស៊ីនត្រជាក់យើងផងថាវាបិទនៅជៀសវាងពេលចុចបិទប្រញាប់ចេញទៅក្រៅបាត់ម៉ាស៊ីនត្រជាក់នៅដំណើរការប៉ុណ្្នឹងឯង